គ្នានៅជិតម៉ងទាំងអស់ចុះឥឡូវអន្តណាហើយចុះបញ្ញាលឺបានត្រាំកប់ឲ្យព្រះអង្គទៅដែនដីនៅភូមិភាគឯសានេះហេឲ្យចាច់ទៅស្អីណែតាមការប្រមាណមើលរបស់ព្រះសកទេវរាជបាទព្រះថោងគឺមានឧបនិស្ស័យសោយរាជនៅតែអនាគតសម្ដេចសោយរាជនៅនគរគោកឆ្លងនឹងគឺប្រថោងនេះត្រូវអីប្រថោងនឹងអីពួកការពារអតីតជាតិគឺប្រថោងនឹងឯងគឺជាអ្នកគឺមានឧបនិស្ស័យទៅទីនេះបាទញ៉ាញ៉ាបាទខ្ញុំមិនប្រើអំពើហិង្សាខ្ញុំចង់និយាយថាសម្ដេចឯងនិយាយចឹងណាមានអំណះអំណាងអត់ចង់បានភ័ស្តុតាងទៀតបាទចង់បានអំណះអំណាងទៀតបាទឥឡូវចាំស្ដាប់ការអានរបស់ខ្ញុំបាទ